យ៉ាហើយយយសូមជ្រាបជាដំណឹងនឹងប្រុងប្រយ័ត្នទាំងអស់គ្នាចូលឆ្នាំខ្មែរប្រហែលជាអបរំរឿងក្តៅហើយខណៈខាងមុខនេះព្យុះទី4ឈ្មោះស៊ីនឡាគូនឹងមកលេងបណ្ដាលឲ្យមានភ្លៀងផ្គររន្ទះលាយឡំដោយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទីសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី4ឈ្មោះស៊ីនឡាគូបន្ទាប់ពីធ្វើការតាមដានវិភាគនិងព្យាករណ៍អាកាសធាតុរួចមកក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់បានជ្រាបថាសម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី4ដែលមានឈ្មោះថាស៊ីនឡាគូព្យុះនេះមានឥទ្ធិពលរបបខ្យល់មូសុងដែលបក់ទៅលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាគន្លងផ្លូវដើររបស់ព្យុះទី4ឈ្មោះស៊ីនឡាគូនេះពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី14ដល់ថ្ងៃទី25ខែមេសាឆ្នាំ2026មួយតំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមព្រៃវែងត្បូងឃ្មុំកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្រុមរំដាប់លើផ្ទៃដី 20% ពីតំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្រុមរំដាប់លើផ្ទៃដី 15% 3តំបន់មាត់សមុទ្រខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្រុមរំដាប់លើផ្ទៃដី 20% រលកសមុទ្របក់បោកខ្លាំងដែលមានកម្ពស់មធ្យមអបប្រមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិប្រមា 1.75 ម៉ែត្រយោងតាមការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកជាមួយគ្នានោះដែរនៅក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ 2026 ខាងមុខនេះសូមមេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតឡើងនៅពេលខែកក់ភ្លៀងក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តការតាមដាននិងវិភាគអំពីអាកាសធាតុដើម្បីជម្រាបជូនបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល